បាទឥឡូវនេះកីឡាករកំពុងតែធ្វើដំណើរបាទឡើងលើសៃវៀនបរិយាកាសផ្ទាល់តែម្ដងហើយបាទមិនដឹងថាការប្រកួតថ្ងៃនេះបាទជ័យកុសលកីឡាករនៃព្រះរាជាណាចក្រកម្ពុជានឹងអាចយកឈ្នះបាទ Daniel កីឡាករមកពីស៊ុយអែតបានដែរឬយ៉ាងណាទេបាទកីឡាករស៊ុយអែតមួយរូបនេះបាទគឺធ្លាប់ប្រកួតជាមួយនឹងកីឡាករលឹកវាបុលម្ដងរួចមកហើយការធ្វើដំណើរមកដល់របស់កីឡាករទាំងពីរបាទបានឡើងលើសៃវៀនបាទរៀងខ្លួនហើយដែរហើយកំពុងតែគោរពនិងស្វាគមន៍ទស្សនិកជនដែលអញ្ជើញចូលរួមទស្សនាផ្ទាល់ក៏ដូចជាទស្សនានៅតាមគេហដ្ឋានបាទហើយនៅពេលនេះសូមឲ្យកីឡាករទាំងពីរបាទអញ្ជើញមកទទួលថ្នាំបាទអំណោយថ្នាំ TFI បាទពីក្រុមហ៊ុនថ្នាំ TFI ផ្ទាល់តែម្ដងសូមឲ្យលោកតំណាងបាទសូមគោលជូនបាទនៅថ្នាំ TFI បាទក្នុងម្នាក់មួយកញ្ចប់ផងដែរសូមជូនសម្រាប់កីឡាករគូបិទAndrew Corner. His weight is 60 kilograms. He is 18 years old. His record in 24 fights with 8 wins, 11 losses, and 5 draws. He is a fighting for a Rangoon team in Bangkok City. And he comes from Sweden. Ladies and gentlemen, please welcome Danny Garland. Saya berdoa Tuhan, kemudian bangsa kita dalam dunia, dia melakukan dengan segala perkara, orang yang berbahan sepertiបាទកីឡាករទាំងពីរលោកស្រីក៏បានជ្រាបរួចមកហើយបាទនៅសមាជិកបាទបង្គោលក្រហមបាទដោយលោកស្រីនិងកញ្ញាបានជ្រាបអញ្ចឹងបាទគេថាបង្គោលក្រហមកីឡាករនៃព្រះរាជាណាចក្រកម្ពុជាបាទមកពីក្លឹបកងរាជអាវុធហត្ថលើផ្ទៃប្រទេសរីឯកីឡាករ Daniel បាទកីឡាករមកពីប្រទេសស៊ុយអែតមិនដឹងថាការប្រកួតលើកនេះអ្នកណាជាអ្នកទទួលបានជ័យជំនះនៅឡើយទេបាទសូមតាមដានទស្សនានៅការប្រកួតបាទនៅពេលបន្តិចទៀតនេះឥឡូវនេះកីឡាករទាំងពីរកំពុងតែថ្វាយបង្គំគ្រូខ្ញុំបាទសូមបញ្ជាក់ជូនផងដែរចំពោះកីឡាករជ័យកសលបាទនៅពេលនេះក៏មានរង្វាន់មកជាបណ្ដាផងដែរគឺបាទឯកឧត្តមទីប្រឹក្សាសំទោសបាទឯកឧត្តមលឹមរិទ្ធីបាទទីប្រឹក្សាឯកឧត្តមញឹកប៊ុនឆៃបាទអនុប្រធានទី2ព្រឹទ្ធសភាបានជួយឧបត្ថម្ភលើទឹកប្រាក់$100ជូនដល់កីឡាករជ័យកសលក្នុងនោះបាទវិទ្យាស្ថានវណ្ដាគណនេយ្យបាទជូនដល់ជ័យកសលចំនួន$20,000រៀលផងដែរសំទោសបាទ$20,000រៀលទេបាទចាលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅពេលនេះដែរនេះខ្ញុំក៏សូមជម្រាបជូននៅប្រវត្តិសង្ខេបរបស់កីឡាករគូទី3បង្គោលក្រហមជ័យកុសលអាយុ20ឆ្នាំស្រុកកំណើតរបស់កីឡាករគឺនៅភូមិតាខុលស្រុកស្វាយដង្គមខេត្តសៀមរាបធ្លាប់ប្រកួតបាន28ដងឈ្នះការប្រកួត23ចាញ់ការប្រកួត3ដងនិងស្មើពិន្ទុ2ដងប្រកួតលើកចុងក្រោយឈ្នះកីឡាករជំនឿជាតិឡាវគឺកីឡាករអំណាចភូថាវងនៅក្នុងទឹកទី3គ្រូបង្ហាត់គឺលោកព្រឿសសាយមកពីសមាគមកីឡាប្រដាល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជាបង្គោលខៀវ Daniel អាយុ18ឆ្នាំអាយុ24ចាអាយុ18ឆ្នាំសំទោសប្រកួតបាន24ដងឈ្នះការប្រកួត8ដងចាញ់ការប្រកួត11ដងនិងស្មើពិន្ទុ5ដងប្រកួតលើចុងក្រោយគឺស្មើពិន្ទុជាមួយនឹងកីឡាករលឹកវិបុលគ្រូគឺលោក
កេននីនមកពីប្រទេសស៊ុយអែតចាលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីការប្រកួតកីឡាប្រដាល់ជារៀងរាល់សប្តាហ៍គឺទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន2គឺក្រុមហ៊ុនភេសជ្ជៈ M150 ពិសាហើយផ្ដល់នៅធម្មពលភ្លាមនិងក្រុមហ៊ុនស៊ីម៉ង់សញ្ញារូបខ្លាស៊ីម៉ង់សម្រាប់បោកងាយបោករអិលស្រួលបោកស្អាតពីម្ចាស់ផលិតផលតែមួយជាមួយនឹងស៊ីម៉ង់សញ្ញារូបដំរីដែលជាស៊ីម៉ង់មានគុណភាពលេខ1នៅក្នុងប្រទេសកម្ពុជាបាទលើការថ្វាយបង្គំគ្រូរបស់កីឡាករទាំងពីរក៏ត្រូវបានបញ្ចប់ផងដែរនៅពេលនេះសូមតាមដានទស្សនាគូប្រដាល់ទី3ទឹកទី1ដែលជាការប្រកួតលក្ខណៈអន្តរជាតិបង្គោលក្រហមជ័យកុសលកីឡាករមកពីក្លឹបកងរាជអាវុធហត្ថលើផ្ទៃប្រទេសកីឡាករនៃព្រះរាជាណាចក្រកម្ពុជាបង្គោលខៀវកីឡាករ Daniel បាទមកពីប្រទេសស៊ុយអែតគូប្រដាល់ជួបចិត្តដិតអារម្មណ៍មកក្រុមហ៊ុនភេសជ្ជៈ M150 ពិសាហើយផ្ដល់នូវធម្មពលភ្លាមមានរង្វាន់ប្រគល់ជូន30,000រៀលរីឯកីឡាករដែលប្រយាសរូបកែងបានភ្លាមតែម្ដងមកជ័យកុសល4កែង5កែងផ្ទួនគ្នាចាប់ឡើងជង្គង់ស្ដាំសមហើយរូបកែងមកកែងទៀតអត់ឃើញបែកបាទរូតច្រើនណាប៉ុន្តែអត់អីឥឡូវនេះកីឡាករ Daniel នៅតែដើរចូលក្រុមហ៊ុនអន្តស៊ីលបាទថ្នាំកែរោគឈឺក្រពះមានឧបត្ថម្ភចំពោះកីឡាករណាដែលផ្ដួលដៃគូឲ្យសន្លប់លឿនដល់ប្រើជង្គង់ហោះទាត់ផ្កាប់ចានបាទកែងបកហើយនឹងនាគវត្តកតុយបាទ30,000រៀលរីឯថ្នាំធីហ្វីបាទមានរង្វាន់ប្រគល់ជូនដល់កីឡាករណាដែលត្រូវគេវាយបែកដេមួយធ្នេបាទជូន 5,000 រៀលផងដែរទាត់រងជ័យកុសលទាត់ប៉ុន្តែ Daniel ជាអ្នករងការពារខ្លួនធាក់ទប់មួយជើងទៀតយាជើងចោលយ៉ាកែងមួយផុតផ្លាត់ស្នៀតបាទប៊ីសំណាងហើយដែល Daniel បាទធ្វើឲ្យកើតជ័យកុសលទាត់ Daniel បាទរងជាប់រហូតបើនិយាយទៅសម្រាប់កីឡាករ Daniel នេះបាទបច្ចេកទេសរបស់គេនៅក្នុងការប្រកួតក៏ខ្ពស់ដែរកន្លងមកគឺគេធ្លាប់មកប្រកួតមួយលើកហើយបាទជួបជាមួយនឹងលឹកវិបុលហើយប្រកួតជាមួយនឹងលឹកវិបុលហ្នឹងក៏ប្រកួតគ្នាដ៏ស្វិតស្វាញដែរបាទចាប់អោបឡើងជង្គង់ស្ដាំពីក្រោយជ័យកុសលរកកាសមកវាកែងទៀតប៉ុន្តែត្រូវរុញ Daniel មកផុតបន្តិចធាក់ទប់មួយជើង Daniel បាទកម្ពស់ខ្ពស់ជាងកីឡាករជ័យកុសលប៉ុន្តែផ្ទាខ្លួនជ័យកុសលធំជាងមើលទៅក្រាស់ជាងបន្តិចចូលរូតកែងបានតែមកប្រាវមិញហ្នឹងឥឡូវនេះមិនទាន់ហ៊ានចូលគៀកនៅឡើយទេជ័យកុសលបាទមិនសូវសម្រុកបើសិនជាសម្រុកក៏អាចថាផ្ដួលបានមិនឲ្យដល់ទឹកទី5ទេមើលទៅជង្គង់ស្ដាំរៀងខ្លួនតែម្ដងចាប់ទឹកទី1បាទលោកស្រីនិងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីមេត្រីបាទនេះឈានចូលដល់បាទការប្រកួតទឹកទី2ប៉ុន្តែឥឡូវយើងមើលរូបភាពយឺតបន្តិចសិនបាទក្នុងការប្រកួតទឹកទី1ឃើញថាជ័យកុសលរូតកែងមកបាន4-5កែងផ្ទួនគ្នាតែម្ដងជង្គង់ស្ដាំជង្គង់ទៀតបាទសងទៅវិញទៅមកទប់ជើងមិនឲ្យជ័យកុសលឡើងជង្គង់កើត Daniel ត្រូវបានអាជ្ញាកណ្ដាលបំបែកចេញបាទនេះឈានចូលដល់ការប្រកួតគូប្រដាល់ទី3បាទទឹកទី2បង្គោលក្រហមកីឡាករជ័យកុសលហើយបង្គោលខៀវកីឡាករ Daniel បាទឃើញថាទឹកទី1ជ័យកុសលមានឱកាសច្រើនទៅលើកីឡាករ Daniel ទាត់ក្រោមពីជើងផ្ទួនព្យាយាមចូលធាក់ទប់ទាត់
គាត់ទៀតមករូបកែងបានទៀតហើយជ័យកសលដេនីអែលកំពុងតែរកឱកាសមើលធ្វើអីកើតរូបកែងសងរូតអត់ដល់ដែរឡើងជង្គង់ទប់ជើងជាប់មករូបកែងទៀតលោកអាញាកណ្ដាលបំបាយចេញអាញាកណ្ដាលបាទលោកឈិតសរឹមលោកក្រោមទាត់ក្រោមមកជើងទៀតវាឆ្វេងថែមស្ដាំល្អណាស់បាទប៉ុន្តែស្ដាំម្ដាយនេះអត់បានចូលដាក់ទប់មិនឲ្យជ័យកសលមកចូលគៀកទេបាទជ័យកសលគាត់ថាចូលគៀកបានផលច្រើនបាទបើនៅឆ្ងាយវាយមិនសូវបានផលប្រហែលទេបើបានចូលគៀកគឺថាកែងមិនឲ្យកន្លងផុតអីយ៉ាគាត់ខ្ពស់ពេកបាទផុតជើងខ្លួនឯងសំណាងណាដែល Daniel បាទអត់ទៅថែមបាទគេវាយគោរពច្បាប់គ្រាន់បើធាក់ទប់មួយជើងទៀតបាទ Daniel ឡើងជង្គង់ពីក្រោយជ័យកសល Daniel កំពុងតែទប់ជំហររបស់ខ្លួនញ៉ាកណ្ដាលបំបាយចូលតែម្ដងវាមិនចូលរៀងខ្លួនតែម្ដងមកឥឡូវនេះយើងឃើញថា Daniel មិនសូវឲ្យកីឡាករជ័យកសលចូលចិត្តទេអបជាប់ហើយយើងមើលយើងឡើងជង្គង់សងចាប់បោកឡើងជង្គង់ស្ដាំមកជង្គង់ទៀតទាស់ជាប់លោកអាញាកណ្ដាលបំបាយចេញទាត់ឡើងជង្គង់ពីក្រោយញល់ជង្គង់ទៀតអោបរឹបកក Daniel ជាប់តែម្ដងទប់ជើងមិនឲ្យជ័យកសលឡើងជង្គង់សាមៀនលំបាច់រៀងខ្លួនបាទនៅក្នុងការការពារជង្គង់ក្តីបាទកែងក្តីជ័យកសលទាត់ជើងវាឆ្វេងសោកស្ដាំនេះបាទខ្ញុំឃើញថាដកឃ្លាបន្តិចសិនបាទចាប់ទឹកទី2ចាលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅពេលនេះដែរសូមអញ្ជើញតាមដានទស្សនារូបភាពយឺតហើយនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានឧបត្ថម្ភនៅក្នុងការប្រកួតកីឡាប្រដាល់ជារៀងរាល់សប្តាហ៍គឺក្រុមហ៊ុនភេសជ្ជៈអមរៃ50ពិសាហើយផ្ដាល់នៅធម្មពលភ្លាមនិងក្រុមហ៊ុនស៊ីម៉ង់សញ្ញារូបខ្លាដែលជាស៊ីម៉ង់សម្រាប់បោកងាយបោករអិលស្រួលបោកស្អាតពីម្ចាស់ផលិតផលតែមួយជាមួយនឹងស៊ីម៉ង់សញ្ញារូបដំរីដែលជាស៊ីម៉ង់មានគុណភាពលេខ1នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងបាទលើសូមបងប្អូនអារម្មណ៍មកតាមដានទស្សនាទឹកទី3បាទគ្រូប្រដាល់កីឡាអន្តរជាតិទី3យើងឃើញថាចូលដល់ភ្លាមកីឡាករជ័យកសលកំពុងតែព្យាយាមបាទទាញផ្ទង់ត្រូវកីឡាករ Daniel បោកដួលបាទទៅវិញឱកាសរបស់ជ័យកសលបាទចាប់ផ្ដើមនៅក្នុងទឹកទី3នេះគឺថាមានច្រើនទៅលើកីឡាករ Daniel ឡើងជង្គង់ស្ដាំទៀតឡើងជង្គង់ញុលបាទពីក្រោមសងវិញប៉ុន្តែត្រូវអាញាកណ្ដាលបំបាយចេញគូប្រដាល់ជក់ចិត្តបាទក្រុមហ៊ុនភេសជ្ជៈ M150 ពិសាហើយផ្ដល់នៅធម្មពលភ្លាមមានរង្វាន់ប្រគល់ជូន 30,000 រៀលចាប់អបឡើងជង្គង់ស្ដាំជ័យកសលក៏ព្យាយាមបាទរកកាសកែងទៀតហើយរូតឆ្វេងផងស្ដាំផងឡើងជង្គង់ឆ្វេងសងជង្គង់ស្ដាំរបស់ជ័យកសលជង្គង់ស្ដាំរបស់កីឡាករ Daniel ដែលឯជ័យកសលព្យាយាមរូតកែងឆ្វេងបានពីរកែងដែរមិញបាទទស្សនិកជនដែលជួយចូលរួមទស្សនាផ្ទាល់ក៏លើកទឹកចិត្តច្រើនដែរទៅលើកីឡាករជ័យកសលចាប់អបជាប់អបចកេះលោកអាញាកណ្ដាលបំបែកវាស្ដាំមួយអត់ចូលបាទកីឡាករ Daniel ចង់អាយ៉ាផ្កាប់ចានបាទអត់អីអបជាប់តែម្ដងបាទនៅពេលនេះគឺថាជង្គង់ជ័យកសលនឹងឡើងទួនគ្នាបាទថាមិនអោយ Daniel នឹងរកឱកាស